មើលតមុខទៅដឹងហើយបងប្អូនគឺថាមិនចិត្តល្អទេចិត្តអាក្រក់ណាស់តែបានអីហើយគឺញាត់មាត់សុំក៏មិនអោយអីក៏មិនអោយថ្ងៃហ្នឹងមកវាយអារម្មណ៍ទាំងអស់គ្នាទៅកាន់កន្លែងថ្មីគឺខ្ញុំនាំពួកគាត់ទៅលេង Disneyland នៅសេអ៊ូលយើងហ្នឹងអញ្ចឹងដំណើរកំសាន្តបន្ទាប់របស់ខ្ញុំនៅសេអ៊ូលគឺនាំពួកគាត់ទៅលេង Disneyland ហើយពេលទៅដល់ហ្នឹងគឺវ៉ាប់មុនគេគឺពោ popcorn ហ្នឹងហើយនឹងអាស្រូវអីគេនេះស្ករសឡៃបន្ទាប់មកយើងបន្តដំណើរដោយសារតែកន្លែងហ្នឹងវាធំអញ្ចឹងយើងទៅតែកន្លែងដែលយើងសំខាន់ហើយនៅក្នុងប្រទេសខ្មែរយើងអត់មានដូចជាកន្លែងខ្លះឃុំផែនដានេះគឺនៅខ្មែរយើងអត់មានទេអញ្ចឹងលើកទី1របស់ពួកគាត់តែបានឃើញខ្លះឃុំផែនដាហ្នឹងតែគួរឲ្យស្ដោកស្ដាយគឺវាខ្ជិលណាស់បងប្អូនវាអត់ងើបទៅណាទេគឺវាដេកស៊ីតែអើយស្អីគេអាស័យនឹងឯងបន្ទាប់មកយើងទៅមើលអាតោសមុទ្រទៅអាហ្នឹងក៏ពួកយើងអត់ដែរមានដែរលើកទី1ក៏ខ្ញុំទៅតែឃើញវាដែរប៉ុន្តែកុំឃើញវានៅក្នុងទឹកអញ្ចឹងណាដល់ពេលឃើញវានៅក្រៅគេឲ្យដាក់យើងមកក្នុងទូកញ្ចក់អូយធំណាស់បងប្អូននោះឲ្យពេលវាស្រែកទៅអូគួរឲ្យខ្លាចឲ្យឡងទៅហឹងហ្មងអូហើយអ្នកទាំងអស់គ្នាមើលភ្នែកវាបានមើលភ្នែកវាសន្លាក់មើលមកដូចណាគេនេះហើយសត្វទី3ដែលខ្ញុំទៅមើលហ្នឹងគឺ Penguin ទូចបងប្អូនខ្ញុំស្មានថាសត្វនឹងធំទូចចង់ប៉ិនកូនទាហើយបន្ទាប់មកនេះមើលខ្លាអូខ្លានឹងធំមកចង់ខ្លាយចិត្ត200គីឡូឯងធំមែនតើហ្មងណា Come back. He come back.បន្ទាប់ពីហ្នឹងមកយើងទទួលយកបទពិសោធន៍ថ្មីគឺការជិះកត្រកចុះពីលើអាខាងលើហ្នឹងមកដើម្បីទទួលសនានៅកន្លែងដើរលេងផ្សេងហើយនេះឪកូនគេអូគេសប្បាយណាស់បងប្អូនអើយការចូលកំសាន្តនៅក្នុង Disneyland ហ្នឹងគឺយើងតម្រូវយើងទិញសំបុត្រតែម្ដងឯងអញ្ចឹងពេលដែលយើងទិញសំបុត្រតែម្ដងហ្នឹងហើយយើងអាចដើរលេងនឹងជិះកត្រកជិះអីបានចូលមើលកន្លែងគេមាននៅក្នុងទាំងអស់បានគ្រប់ប្រភេទហើយតម្លៃសំបុត្រហ្នឹងដូចជាខ្ទង់50-60រៀល$50ដែរបើប្រៀបផ្ទឹមនឹងយើងណានិយាយទៅមានសកម្មភាពច្រើនមានកន្លែងថតរូបច្រើនទីតាំងលេងក៏ច្រើនប៉ុន្តែដូចខ្ញុំអញ្ចឹងវារៀងនៅរៀងឆ្ងាយអញ្ចឹងពេលដែលពួកខ្ញុំទៅនឹងរៀងថ្ងៃរៀងឆេដែរអញ្ចឹងអត់សូវបានដើរលេងអីច្រើនហើយក៏អត់បានហ៊ានជិះអាល្បែងកំសាន្តគេនោះដែរខ្លាចក្អួតអញ្ចឹងបានតែថតរូបហើយនឹងនាំកូនមើលសត្វហើយនឹងថតរូបលេងអញ្ចឹងទេចឹងអ្នកទាំងអស់គ្នាបើចង់ទៅ Disneyland ដូចខ្ញុំអ្នកទាំងអស់គ្នាគួរងើបទៅពីព្រឹកដើម្បីចំណេញពេលវេលាហើយអាចលេងបានច្រើនហើយនៅក្នុងអ្នកទាំងអស់គ្នាកុំភ័យថាអត់មានអីញ៉ាំគេមានលក់អីញ៉ាំត្រឹមត្រូវទាំងអស់មានការ៉េមានបាយមានអីទាំងអស់ចឹងអ្នកទាំងអស់គ្នាកុំភ្លេចបើទៅ Disneyland គឺងើបតាំងពីព្រឹកណាហើយធ្វើដំណើររៀងយូរដែរព្រោះឯនៅឆ្ងាយអរគុណច្រើនបាយបាយ